ព្រះនាងផ្កាឈូកកាលពីព្រេងនាយនៅក្នុងសួនច្បារក្នុងវាំងក្បែរស្រះទឹកមួយក្មេងស្រីពីរនាក់បានកើតដំណើរគ្នាម្នាក់ជាបុត្ររបស់ស្ដេចផែនដីម្នាក់ទៀតជាកូនអ្នកបម្រើដែលមានចិត្តលោភលន់វេលាយប់មួយដោយមានចិត្តច្រណែនអ្នកបម្រើនោះក៏បានលួចប្តូរកូនរបស់ខ្លួនជាមួយនឹងបុត្រីស្ដេចសូរិយាដែលត្រូវជាព្រះនាងពិតប្រាកដនោះកំពុងតែធ្វើស្រែចម្ការយ៉ាងលំបាកក្រឡេកមើលខេនយ៉ាដែលជាកូនអ្នកបម្រើបែរជារស់នៅសោយសុខនៅក្នុងព្រះរាជវាំងទៅវិញក្រោយមកព្រះបុត្រាបានចេញប្រកាសថាខ្លួននឹងរៀបអភិសេកជាមួយអ្នកណាដែលអាចច្រៀងធ្វើឲ្យមានកងដៃមាសចេញពីផ្កាឈូកបានបន្ទាប់ពីខេនយ៉ាបានជ្រាបដំណឹងហើយបានលួចមើលសូរិយាផ្លុំឃ្លុយយ៉ាងពីរោះកើតចិត្តច្រណែនឆ្លៀតពេលសូរិយាមិននៅខេនយ៉ាបានកាត់ឃ្លុយរបស់សូរិយាបាក់អស់សូរិយាបានត្រឹមអង្គុយយំទាំងសោកសៅភ្លាមនោះផ្កាឈូកក៏ផុសឡើងមកជាមួយនឹងឃ្លុយដែលជះពន្លឺយ៉ាងខ្លាំងនៅពីមុខព្រះអង្គខេនយ៉ាហាក់កំពុងសម្ដែងច្រៀងនៅបទដែលខ្លួនបានលួចពីសូរិយាមកខេនយ៉ាខំប្រឹងច្រៀងតែសំឡេងរបស់នាងហាក់មិនពីរោះទាល់តែសោះសូរិយាបានមកដល់ខ្លងទ្វារវាំងតែត្រូវបានអ្នកយាមឃាត់ដំណើរមិនឲ្យចូលសូរិយាបានផ្លុំឃ្លុយរបស់នាងធ្វើឲ្យព្រះអង្គហាក់ចាប់អារម្មណ៍ជាខ្លាំងកងដៃនេះបានផុសចេញមកជាមួយផ្កាឈូកក្នុងពេលនោះដែរខេនយ៉ាឃើញដូចបានរត់ទៅដណ្ដើមកងដៃពីសូរិយាថែមទាំងចោទនាងថាជាចៅទៀតផងភ្លាមនោះទេពធីតានៅលើមេឃបានចុះមកទះស្មារបស់សូរិយាហើយពន្យល់ថាខ្លួនត្រូវបានបដូរជាមួយកូនអ្នកបម្រើខេនយ៉ាមានម្ដាយជាអ្នកបម្រើហើយសូរិយាជាព្រះនាងពិតប្រាកដសូរិយាបានបញ្ឈប់កុំឲ្យអ្នកយាមចាប់ខេនយ៉ាទៅហើយព្រមដោះលែងខេនយ៉ាដោយព្រមបដូរជាមួយនឹងក្រមាតែមួយប៉ុណ្ណោះការសងសឹកមិនបានធ្វើឲ្យយើងមានក្តីសុខទេព្យាយាមរស់នៅដោយភាពស្មោះត្រង់ណាសូរិយាបានក្រុងឈុតជាព្រះនាងពេញសិទ្ធិព្រមទាំងបានរៀបអភិសេកជាមួយព្រះអង្គទៀតផងសូរិយានិងព្រះអង្គបានចុះទៅសាងសង់សាលានៅទីជនបទសូរិយានិងព្រះអង្គឈូមើលថ្ងៃរៀបលឹកជាមួយនឹងផ្កាឈូកដែលអណ្ដែតលើទឹកគ្មានអ្វីអាចយកឈ្នះអំពើល្អសេចក្តីល្អនិងការព្យាយាមជាងបាននោះទេស៊ូណា